ទាំងអស់គ្នាជាអ្នកមានវិទ្យាជាពិសេសគឺព្រះអង្គបែនណារ៉ូលោកមានគំនិតមានចិត្តមួយដើម្បីកសាងនៅសមិទ្ធផលប្រព័ន្ធផ្ទៃជុំរបស់យើងដើម្បីឲ្យមានសម្ព័ន្ធភាពល្អយល់ណាឲ្យមានសម្ព័ន្ធភាពល្អហើយចឹងលោកកសាងយូរមើលឃើញស្នាប់ហើយនៅតាំងពីក្រៅវត្តរហូតចូលមកក្នុងវត្តគេតែអាប់ដេតនៅសមិទ្ធផលតែមិនទាន់បានកសាងលោកកសាងតែបានកសាងឲ្យទៅវាមិនទៅល្អលោកកែច្នៃនៅសមិទ្ធផលនឹងអស់ក៏ល្អដើម្បីឲ្យពុទ្ធបរិស័ទចូលមកទីវត្តនេះគឺថាវត្តដែលជាគូគោរពបូជាមើលទៅគួរជាទីជ្រះថ្លាហើយវត្តថ្វាយជ្រុងរបស់យើងនេះគឺជាវត្តមួយដែលពុទ្ធបរិស័ទក្នុងស្រុកខ្មែរយល់ណាជាស្រុកខ្មែរអ្នកណាក៏មានជំនឿជឿជាក់ទៅលើវត្តថ្វាយជ្រុងទៅលើព្រះអង្គវត្តថ្វាយជ្រុងដែរយល់ណាឲ្យតែមានរឿងអីកើតឡើងតែតែបែបវត្តថ្វាយជ្រុងហើយឲ្យបានសុខបានច្រើនជាពិសេសឥឡូវគាត់ថាឈឺចាប់បាច់របស់ទៅវាវត្តព្រះវត្តថ្វាយជ្រុងឲ្យរកឃើញរបស់នឹងវិញឲ្យបានសុខពីចាប់ត្រឹមអានេះអត់កូនធ្វើវត្តឲ្យវត្តព្រះវត្តថ្វាយជ្រុងឲ្យឯងមានកូនតែនេះសុំកូនពីព្រះឯនេះពីចាប់ទៅនឹងទៅមកយោអ្នកមានកូនឬក៏វត្តព្រះសុំកូនពីព្រះដែរដូចតែមានជំនឿពុទ្ធបរិស័ទហ្នឹងទូទាំងសុខស្វែងឬណាទូទាំងសុខស្វែងក៏សូមបញ្ចប់នៅពធទេសនាមកប៉ុណ្ណឹងចោះប៉ុន្តែមុននឹងបញ្ចប់ខ្ញុំគណៈសមាភិបសូមប្រគិនពរដល់គណៈគុណចាស់ជាពិសេសគឺព្រះអង្គបែនណារ៉ូដែលព្រះអង្គបានទៅសិក្សារៀនសូត្រនៅប្រទេសរុស្ស៊ីយល់ណាស្រុកយើងមានប្រសាមួយអង្គជាពិសេសគឺស្រុកស្វាយជ្រុងមិនដែលមានទេណាយល់ណាមានតែព្រះអង្គបែនណារ៉ូមួយអង្គគួតដែលព្រះអង្គបានទៅសិក្សារៀនសូត្រដល់ទៅប្រទេសរុស្ស៊ីមានចំណេះដឹងខ្ពស់ខ្ពស់ចឹងសូមប្រគិនពរដល់គណៈគុណម្ចាស់គឺព្រះអង្គបែនណារ៉ូសូមឲ្យព្រះអង្គមានវិជ្ជានាយុយូរជាង100ព្រះវស្សាដើម្បីពួនរទ្រង់ពុទ្ធសាសនាកសាងនៅទីវត្តស្វាយជ្រុងរបស់យើងឲ្យបានរីកចម្រើន
ប្រសង់ដែលមកគុំស្នាក់អាស្រ័យនៅក្នុងវត្តស្វាយជ្រុំនេះមានចំនួនច្រើនហើយដូច្នោះហើយរៀបចំកម្មវិធីបុណ្យការប្រាក់នេះដើម្បីបានជាធនធានបច្ច័យនឹងត្រូវទ្រង់ដល់ប្រសង់សិក្សារៀនសូត្រផងនិងការរៀបចំវត្តអារាមនឹងផងហើយដូច្នោះហើយសូមថ្លែងដល់ព្រះចំពោះញាតិញោមពុទ្ធបរិស័ទទាំងអស់នេះក៏ដូចជាព្រះអង្គគ្រូចារិកាតាមបណ្ដាវត្តផ្សេងដែលបាននិពន្ធដឹកនាំញាតិញោមមកចូលរួមកម្មវិធីបុណ្យហើយជាពិសេសសូមអរគុណដល់លោកយាយព្រាបសរឿងដែលតែងតែឧបត្ថម្ភត្រឹមទ្រង់ដល់វត្តស្វាយជ្រុំយើងមិនថាតូចធំសូមថ្លែងដល់គុណចំពោះញាតិញោមទាំងអស់គ្នាក៏ចំណងជើងវត្តក៏ដូចជាញាតិញោមជើងមកពីខាងក្នុងពេញក៏បានពិសាអីទេមើលទៅក៏ដល់ម៉ោង9ជាងហើយនឹងអញ្ចឹងមិនខាត់ពេលវេលាយូរទេសូមញាតិញោមទាំងអស់គ្នាតាំងការវិចារចិត្តដើម្បីនឹងបានឱកាសប្រសង់ផតាដាបានសកលរទឹកបុណ្យគ្រប់គ្នាអនុមោទនា